តមកទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅកោះរាជបុត្រផ្ដើមបើវីដេអូមកគឺឃើញខ្ញុំកំពុងតែដើរហើយដើរហ្នឹងគឺខ្ញុំកំពុងតែដើរតម្រង់ទៅកោះរាជបុត្រហើយមុននឹងបានចូលមកកោះនេះគឺតម្រូវឲ្យយើងនឹងត្រូវទិញសំបុត្រម្នាក់$2សិនបានចូលកោះនេះបានណាបងប្អូនវគ្គកន្លែងនេះគឺខ្ញុំដើរមកដល់នេះដែលចូលទៅកោះរាជបុត្រហើយខ្ញុំក៏បានថតរូបអីនៅមាត់ធ្នេរនឹងសិនបន្ទាប់មកខ្ញុំក៏ឡើងស្មើជើងលើស្ពានទៅខាងកោះរាជបុត្រតែម្ដងនៅខាងកោះរាជបុត្រហ្នឹងគឺខ្ញុំពេញចិត្តជាងគេគឺទឹកសមុទ្រនឹងមកបងប្អូនគឺខៀវរឹងស្រងាត់តែម្ដងហើយគឺស្រស់ស្អាតមែនតើហើយសម្រាប់ការចូលទៅក្នុងកោះគឺខ្ញុំអត់មាននិយាយទៅកោះរឿងទូតបងប្អូនអញ្ចឹងគឺអត់ស្អាតអត់លយប៉ុន្តែថាយើងចង់ទៅបានមកដល់ហើយគឺដើរទៅកុំឲ្យថាមិនបានចូលអញ្ចឹងហើយពេលដើរទៅខាងមុខហ្នឹងគេអត់ដាក់ថាកោះរាជបុត្រទេគេដាក់ថាកោះសំពោតអីណាស្គយបើសំដីធัวដែលនាំមកគឺគាត់ប្រាប់ថាកោះរាជបុត្រហើយពេលមកដល់គឺដាក់កោះសំពោតអីណាមកតាមដែលខ្ញុំគិតថាបើដាក់កោះសំពោតហ្នឹងក៏ត្រូវដែរបងប្អូនព្រោះកោះហ្នឹងទូតវាអសមថាឈ្មោះកោះរាជបុត្រតតែសោះហើយតាមដែលខ្ញុំដឹងពីអ្នកគ្រូដែលទៅជាមួយខ្ញុំហ្នឹងគាត់ថាពីមុនគឺគេដាក់កោះសំពោតអញ្ចឹងទៅបានជាប់ផ្លាកឈ្មោះថាកោះសំពោតហ្នឹងហើយក្រោយមកគេបន្លែងឈ្មោះទៅកោះរាជបុត្របើដាក់កោះរាជបុត្រខ្ញុំគិតថាអត់សូវសមទេបងប្អូនព្រោះវាទូតកោះរាជបុត្រសមតែធំហើយស្អាតរយៈពេលដើរចូលទៅក្នុងកោះហ្នឹងគឺខ្ញុំនិយាយទៅកោះហ្នឹងវាអត់សូវធំទេអញ្ចឹងដើរមកសពដែរបងប្អូនមកជុំវិញភ្នំហ្នឹងត្រឡប់មកវិញហើយក៏បានឡើងទៅលើកំពូលភ្នំដែរនៅកោះនេះដូចជាអត់មានផ្ទះហើយនឹងដីអីដើរស្មើជើងនោះទេគឺចូលមកកោះគឺមានរូងភ្នំឡើងទៅលើភ្នំតែម្ដងហើយមានតែស្ពានដើរស្ពានឈើនឹងឯងបងប្អូនវគ្គនេះគឺវគ្គដែលខ្ញុំដើរចូលរូងភ្នំឡើងទៅលើកំពូលភ្នំឯបងប្អូនហើយសម្រាប់ការដើរស្មើជើងឡើងនេះក៏អត់យូរដែរបងប្អូនគឺលឿនដែរទេគឺភ្នំក៏អត់សូវខ្ពស់ដែរដើរតាមមួយផ្លែក៏ឡើងមកដល់កំពូលភ្នំដំណើររបស់ខ្ញុំក៏បានឡើងមកដល់កំពូលភ្នំហើយក៏បានថតរូបថតអីហើយក៏ចុះទៅខាងក្រោមវិញរយៈពេលកំសាន្តនៅក្នុងកោះនេះគឺពួកយើងនៅបានតែ1ម៉ោងទេពួកយើងត្រូវទៅទីតាំងមួយកន្លែងទៀតអញ្ចឹងគ្រាន់តែដើរចូលហើយថតរូបហើយក៏ដើរចេញទៅវិញពួកយើងត្រូវតែប្រញាប់ទៅកន្លែងមួយកន្លែងទៀតនៅខាងអូសូទាដោយសារយើងត្រូវញ៉ាំអាហារនៅទីនោះហើយនឹងហែលទឹកចន្លោះពេលដែលដើរចេញពីកោះក៏ខ្ញុំឆ្លៀតមកដើរតាមមាត់ធ្នេរនៅជិតកោះហើយពេលដែលឡើងមកហ្នឹងក៏ចូលសួនផ្កាមួយផ្លែសិនដែរបងប្អូនដោយសារឃើញសួនផ្កានៅទីនេះស្អាតនិយាយទៅឃើញស្អាតតាំងពីបើកឡានបើកចូលមកដំបូងម្លេះបងប្អូនប៉ុន្តែគាត់ថាចង់ទៅកោះឲ្យបានមុនហើយចាំឆ្លៀតចូលមកសួនផ្កានេះតាមក្រោយសួនផ្កានេះគឺធំហើយស្រស់ស្អាតមែនតើបងប្អូនហើយមានដើមឈើធំនៅខាងក្នុងទៅខាងមុខទៀតបងប្អូនហើយខាងក្រៅនេះគឺសួនគឺខ្ញុំបានថតតែនៅខាងសួនខាងមុខនេះទេខាងក្នុងគឺខ្ញុំបានចូលទេដោយសារពេលវេលាគឺខ្លីពេកចឹងទៅក៏ថតរូបអីនៅក្នុងសួនហ្នឹងហើយក៏ពួកយើងទាំងអស់គ្នាឡើងទៅលើឡានសម្រាប់ខ្ញុំពេលដែលខ្ញុំដើរចូលក្នុងសួននេះគឺខ្ញុំពិតជាសច្ចៈភ្នែកមែនតើបងប្អូនតួមេឃរឿងក្តៅបន្តិចមែនប៉ុន្តែមានអារម្មណ៍ថារំភើបហើយសប្បាយពេលដែលឃើញផ្កាហើយនឹងរុក្ខជាតិបៃតងអញ្ចឹងបងប្អូនគឺខ្ញុំចូលចិត្តបែបហ្នឹងច្រើនជាងប្លុកមួយនេះគឺកន្លែងកំសៀវទឹកហ្នឹងគឺខ្ញុំអង្គុយឆ្ងល់ហ្មងបងប្អូនដោយសារតែខ្ញុំទៅហ្នឹងគឺខ្ញុំអត់បានចាប់អារម្មណ៍មើលកំសៀវទឹកហ្នឹងថាមានជើងកម្រអត់ទេដោយសារតែខ្ញុំឃើញនៅក្នុងវីដេអូខ្ញុំហើយនៅក្នុងរូបថតស្លឹកខ្ញុំហ្នឹងគឺអត់មានអីទៅជាប់នឹងកំសៀវទឹកហ្នឹងទេដូចឃើញកំសៀវទឹកហ្នឹងនៅលើអាកាសចឹងហើយទាំងដែលខ្ញុំទៅថតចិត្តកំសៀវទឹកហ្នឹងហើយខ្ញុំអត់បានចាប់អារម្មណ៍មើលកំសៀវហ្នឹងទៀតវគ្គកន្លែងដែលខ្ញុំដើរនេះគឺខ្ញុំមកដល់កោះអូសូទាហើយបងប្អូនហើយកោះអូសូទាហ្នឹងក៏មានមនុស្សចុះហែលទឹករឿងច្រើនដែរប៉ុន្តែសម្រាប់ខ្ញុំគឺអត់បានចុះហែលទឹកទេបងប្អូនដោយសារតែចន្លោះពេលដែលទៅលេងហ្នឹងស្ទង់ម៉ោង2:10ថ្ងៃត្រង់ណាហើយរយៈពេលដែលធួឲ្យចុះលេងនៅកោះអូសូទានេះរយៈពេល
2 ម៉ោងចន្លោះពេល2 ម៉ោងហ្នឹងគឺទាំងញ៉ាំអាហារហើយនឹងទាំងលេងកម្សាន្តនៅទឹកសមុទ្រនេះផងដែរមូលហេតុដែលខ្ញុំអត់ចុះលេងហ្នឹងដោយសារតែមេឃក្តៅពេកបងប្អូនអញ្ចឹងទៅក៏ដើរទៅតាមមាត់ធ្នេរទេអត់បានចុះហែលទឹកនឹងគេគួរឲ្យស្ដាយដែរបងប្អូនបានមកដល់សមុទ្រហើយប៉ុន្តែអត់បានចុះហែលទឹកហើយម្យ៉ាងទៀតថាទៅនឹងចង់ផឹកទឹកសមុទ្ររសជាតិទឹកសមុទ្រហ្នឹងមិនប៉ុន្តែអត់បានផឹកទៀតតែមិនអីទេគាត់នៅទៅដល់ហើយបានឮសំឡេងទឹកសមុទ្រប៉ុណ្ណឹងក៏អស់ចិត្តដែរមកដល់កន្លែងនេះគឺខ្ញុំមកដល់ធ្នេរអូត្រេសហើយបងប្អូនធ្នេរអូត្រេសនេះគឺខ្ញុំចុះបានតែមួយផ្លែទេគ្រាន់តែចុះមកថតរូបជុំគ្នាហើយក៏ឡើងលើឡានទៅកន្លែងផ្សេងទៀតនៅតាមដងធ្នេរអូត្រេសនេះក៏ស្អាតដែរបងប្អូនបើសិនជាបានចុះហែលទឹកនៅទីនេះក៏ល្អដែរបងប្អូនហើយនៅនឹងអត់សូវមានអ្នកចុះហែលទឹកទេអញ្ចឹងទឹកនៅនឹងរឿងខៀវជាងកន្លែងនៅនេអូសាទាទឹកល្អដោយសារមនុស្សចូលរឿងច្រើនខ្ញុំគិតថាបើសិនជាខ្ញុំមានឱកាសបានទៅលើក្រោយខ្ញុំនឹងធ្វើដំណើរដោយបើកម៉ូតូទៅលេងនៅទីនោះឲ្យបានម្ដងដោយសារតែនៅនោះគឺមានធ្នេរស្អាតច្រើនមែនតើអញ្ចឹងបើសិនយើងចង់ចុះកន្លែងណាគឺងាយស្រួលជាងជិះឡានអញ្ចឹងបងប្អូនតើបងប្អូនមកស្ដាប់សំឡេងទឹកសមុទ្ររលកទឹកសមុទ្រជាមួយខ្ញុំទាំងអស់គ្នានៅក្នុងคลิปវីដេអូនេះឡូទៅពេលដែលចិនពីធ្នេរអូត្រេសក៏ធ្វើដំណើរមកដល់ដើមឈើចាំស្នែបងប្អូនហើយដើមឈើចាំស្នែនេះក៏ពួកយើងបានចុះមកតែមួយផ្លែកដែរដើម្បីថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងคลิปវីដេអូបាត់អ្នកគ្រូងាកមកឃើញអ្នកគ្រូនៅក្រោមដើមឈើចាំស្នែម្នាក់ឯងកូនចុះថតព្រាតអ្នកគ្រូអត់ចូលថតនឹងគេតែពិតនៅក្រោមដើមឈើចាំស្នែនេះសោះនិយាយលេងទេបងប្អូនដោយសារតែគាត់ចុះពីឡានក្រុងរឿងយឺតចឹងទៅចូលថតអត់ទាន់សម្រាប់ខ្ញុំរងចាំស្នែនៅកន្លែងដើមឈើនឹងយូរពេកក៏ដល់វគ្គរត់តាមឡានដែរបងប្អូនឡានបើកចោលនិយាយលេងទេបងប្អូនឡានគាត់នៅចតឲ្យភ្ញៀវចុះថតនៅកន្លែងដើមឈើនឹងហើយក៏គាត់បើកទៅមុខរងចាំភ្ញៀវនៅមុខអញ្ចឹងភ្ញៀវទាំងអស់គ្នានឹងត្រូវតែធ្វើដំណើរដោយស្មើជើងឡើងឡានទៅបន្តទៅទីតាំងមួយកន្លែងទៀតពេលដែលចាក់ចិនពីកន្លែងដើមឈើចាំស្នែឡានក៏ចតនៅកន្លែងខ្មែរធ្វើបានហើយនឹងបេថងតង់ស្បៃនឹងនៀបបានមួយផ្លែដែរប៉ុន្តែខ្ញុំមិនបានថតជាคลิปវីដេអូទេបានថតរូបជាស្លឹកកន្លែងនេះគឺខ្ញុំមកដល់គោលដៅចុងក្រោយហើយបងប្អូនគឺនៅខាងរៀមសម្រាប់កន្លែងនេះវិញគឺស្អាតយកតែមែនតែម្ដងបងប្អូនហើយបើសិនជាបានចុះលេងហែលទឹកទៀតមិនដឹងថាល្អយ៉ាងណាទេទឹកសមុទ្រក៏ស្អាតហើយនៅនឹងក៏មានទឹកអាងដែរបងប្អូនហើយខ្ញុំធ្លាក់ទឹកអាងនឹងបងប្អូនខំអត់លេងទឹកសមុទ្រមកធ្លាក់ទឹកអាងពេលហ្នឹងខ្ញុំធ្លាក់ទឹកអាងដោយចៃដន្យនេះបងប្អូនដោយសារតែខ្ញុំឈរថតរូបជូនអ្នកគ្រូអញ្ចឹងទៅអត់បែរក្រោយអត់បានមើលក្រោយក៏ធ្លាក់ទឹកអាងគ្រូប៉ុន្តែចេះហែងដែរធ្លាក់ទឹកអាងលើកទូរស័ព្ទឡើងលើអត់មានប៉ះពាល់ដល់ទូរស័ព្ទហើយនឹងកាបូបទេជ្រុលតែបានធ្លាក់ទឹកហើយចាំការទៀតក៏លើកកាមេរ៉ាថតរូបកាត់រៀងកាត់រើអីបានពីពិព័រណ៍នៅក្នុងអាងនឹងដែរតើបងប្អូនមកងាកមើលនេរៀមជាមួយខ្ញុំទាំងអស់គ្នានេះគឺជានេរៀមដែលខ្ញុំកំពុងតែដើរលើហ្នឹងបងប្អូនគឺវាសัตว์ធំល្វើយមែនតើហើយសស្គូសតែម្ដងហើយទឹកសមុទ្រនៅទីនេះក៏ខៀវល្អដែរបងប្អូនហើយក៏អត់មានមនុស្សលេងអីនៅនឹងញ៉ៃដែរខ្ញុំអត់ដឹងថានៅនេះគេអត់ចុះហែលទឹកឬក៏មិនទេបងប្អូនប៉ុន្តែពេលដែលខ្ញុំទៅនឹងអត់ឃើញមានមនុស្សហែលទឹកទេថ្ងៃនោះណាប៉ុន្តែនៅលើហ្នឹងក៏មានកន្លែងសម្រាប់អីអង្គុយមើលនេះអីនឹងដែរអញ្ចឹងប៉ុន្តែពេលដែលខ្ញុំទៅនឹងអត់មានមនុស្សអង្គុយនៅកន្លែងហ្នឹងទេនៅនេះគឺគេកំពុងតែជួសជុលធ្វើអីមួយទៀតបងប្អូនទៅលើក្រោយប្រហែលជាប្លែកនៅទីនេះឥឡូវសូ
សូមមកសម្រាយពីខ្ញុំហើយនឹងអ្នកគ្រូសំដែងនៅតាមដងឆ្នេរសមុទ្រនេះវិញម្ដងបងប្អូនពេលហ្នឹងពួកខ្ញុំកំពុងតែថតសំដែងជាមួយគ្នានៅតាមមាត់ឆ្នេរសមុទ្រចឹងបងប្អូនប៉ុន្តែការសំដែងនេះដូចជាស្គងមកចឹងឯងបងប្អូនតនដើរហើយអត់មាននិយាយគ្នាសោះនិយាយទៅមិនមែនជាអាជីពអ្នកសម្ដែងគឺអញ្ចឹងម៉ែបងប្អូនគាត់ដើរញឹមដាក់គ្នាហើយដើរដូចស្គួយមិនអញ្ចឹងឯងពេលដែលខ្ញុំមើលលីបវីដេអូនេះហើយខ្ញុំនឹកឃើញថាជាបើសិនជាលើកក្រោយបានណាត់គ្នាទៅដើរលេងនឹងម្ដងទៀតគួរតែនាំគ្នាទៅវឹកហាត់ការសម្ដែងអីសិនមុននឹងទៅលេងអញ្ចឹងណាកុំឲ្យទៅថតឲ្យទូជាស្គងអីអញ្ចឹងបើកន្លែងនេះវិញខ្ញុំកំពុងតែដើរនៅលើដងផ្លូវដែលគេធ្វើទៅត្រង់ទៅកណ្ដាលសមុទ្រអញ្ចឹងបងប្អូនផ្លូវនេះដែរគឺគេសាងសង់អត់ទាន់ហើយទេបងប្អូនគឺអត់ទាន់ហើយបានល្អស្រួលបួរទេហើយនៅក្នុងคลิปវីដេអូខ្ញុំហ្នឹងគឺមានរត់មានអីហ្នឹងបងប្អូនគឺពួកខ្ញុំកំពុងតែសម្ដែងមានអ្នកគ្រូខ្លះគាត់ដើរអញ្ចឹងទៅហើយខ្ញុំហើយនឹងអ្នកគ្រូផ្សេងអីគាត់សម្ដែងដាក់ជារត់ជាអីអញ្ចឹងទៅពេលដែលយើងដើរដល់ចុងទីតាំងខ្លះក៏គេអត់ទាន់ឲ្យយើងដាក់ចុះដើរដែរបងប្អូនដូចថានៅខាងក្រមដែលខ្ញុំដើរឡើងហ្នឹងគេអត់ទាន់ឲ្យយើងចុះដើរនៅកន្លែងហ្នឹងបានទេពេលដែលខ្ញុំចុះទៅថាក្រមបានមួយផ្លែតហ្នឹងគឺខ្ញុំអត់ដឹងបងប្អូនអត់ដឹងថាគេអត់ឲ្យចុះមានអីពេលដែលដឹងគឺខ្ញុំឡើងមកវិញភ្លាមនេះចូលវគ្គដល់ម៉ោងរៀនបាយឯងបងប្អូនញ៉ាំបាយតាមចិញ្ចើមភ្នល់ហើយបាយនេះវិតមកតាំងពីព្រឹកមកពីពេញមកម្លេះបងប្អូនហើយអាហារពេលព្រឹកចូលហាងហើយអាហារពេលថ្ងៃត្រង់ចូលហាងពេលដល់អាហារពេលល្ងាចគឺបាយស្ចប់មកពីផ្ទះឬក៏ទិញតាំងពីព្រឹកមកអញ្ចឹងបងប្អូន$4អត់មានថតវាថតថាសុំមកឯ$4ថតទេឡើងហើយណាត់ដល់ថាអ្នកដើរលេងដូចអេមហាមបាយគ្រឿយរឿងបាត់ដល់ពេលយើងឃើញយើងថាវាមូអេអាយញ៉ាំបាយហើយចូលហាងផឹកអីណាស្អីគេផឹកសិនតែអីណាពេលដែលខ្ញុំថតคลิปវីដេអូញ៉ាំអាហារនៅតាមចិញ្ចើមផ្លូវហ្នឹងអ្នកគ្រូក៏ប្រាប់ខ្ញុំហើយប្រាប់នឹងវាត្រូវមែនពេលដែលចូលក្នុងហាងញ៉ាំអាហារឬក៏ទិញផាសសិនអីមួយកែវ$4ហ្នឹងក៏អត់បានថតជាคลิปវីដេអូអីទេពេលដល់ញ៉ាំអាហារតាមចិញ្ចើមផ្លូវហ្នឹងសັບថតសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តថតសកម្មភាពបែបហ្នឹងច្រើនជាងពេលចូលទៅរមណីយដ្ឋានញ៉ាំអាហារអីគឺខ្ញុំអត់សូវចូលចិត្តទេបងប្អូនគឺចូលចិត្តបែបនេះនៅក្នុងប្លុកមួយនេះខ្ញុំក៏សូមអធិស្ឋានដល់អ្នកគ្រូទាំងអស់ដែលខ្ញុំបានយកសំឡេងរបស់អ្នកគ្រូដាក់នៅក្នុងប្លុកមួយនេះហើយសំឡេងនេះគឺសំឡេងស៊ីនទៀតការសម្ដែងប្លុករបស់ខ្ញុំទាំងមូលដល់ទីបញ្ចប់តែខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានคลิปវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើមានសំដីពីលើសលួអីក៏សូមអធិស្ឋានទុកជាមុនដែរคลิปវីដេអូចុងក្រោយនៅក្នុងប្លុកនេះគឺធ្វើដំណើរទៅទីក្រុងភ្នំពេញវិញហើយខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយត្រឹមត្រូវនិងតាមដានសកម្មភាពរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណបាយបាយ